ជំរាបសួរបងប្អូនថ្ងៃនេះផងដែរខ្ញុំសូមជំរាបជូនថាឃ្មុំគឺជាចម្ពោះសត្វល្អិតបាទឃ្មុំគឺជាចម្ពោះសត្វល្អិតដែលគេដាក់ឈ្មោះថាភូមិរីបាទភូមិរីហ្នឹងគឺជាសត្វល្អិតមួយដែលក្រេបយកឬក៏ប្រមូលយកពីរុក្ខជាតិបាទក្រេបយកទឹកដមពីរុក្ខជាតិប្រមូលយកលំអងពីរុក្ខជាតិហើយប្រមូលយកសារធាតុរ៉ែមួយចំនួនដែរពីក្នុងដីអញ្ចឹងណាបងប្អូនបាទនេះគឺជាពពួកសត្វឃ្មុំគឺពពួកសត្វភូមិរីបាទហើយឃ្មុំហ្នឹងមានមួយចំនួនធំគឺបងប្អូនគាត់នៅតែបែងចែកបាទគាត់នៅតែបែងចែកថាអានេះព្រូតអានេះឃ្មុំបាទប៉ុន្តែសម្រាប់វិទ្យាសាស្ត្រគឺឲ្យតែចម្ពោះសត្វដែលយកទឹកដមជាអាហារគឺគេហៅថាឃ្មុំទាំងអស់បាទអញ្ចឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងសត្វឃ្មុំមាន8ពូជបាទមានពពួកឃ្មុំអត្តនិកយើងហៅឃ្មុំអត្តនិកភាសាទូទៅរបស់បងប្អូនសហគមន៍តាមស្រុកព្រៃគាត់ហៅមរោមបាទមួយទៀតស្អងបាទពួកហ្នឹងសិតតែអត្តនិកទេអត់ចេះតិចទេអញ្ចឹងណាបាទបន្ទាប់មកមានព្រួតទៅរស់នៅក្នុងរុនឈើគេហៅថាប៊ីដូចគ្នាហៅថាឃ្មុំដូចគ្នាហើយមានឃ្មុំរុយមានឃ្មុំពពែឆ្កែមានឃ្មុំផ្លិតមានឃ្មុំតិចដំរីមានឃ្មុំចង្អេទាំងអស់ហ្នឹងសិតតែជាឃ្មុំហើយចម្ពោះភូមិរីអាហ្នឹងតាមដែលយើងរកឃើញប៉ុន្តែដោយសារតែនៅក្នុងប្រទេសយើងខ្វះការសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ពីផ្នែកហ្នឹងអញ្ចឹងយើងនៅក្នុងប្រទេសយើងមានពូជផ្សេងពីហ្នឹងទៀតដែលយើងរកមិនទាន់ឃើញយើងដឹងត្រឹមតែប៉ុណ្ណឹងបាទយើងដឹងត្រឹមតែប៉ុណ្ណឹងអាហ្នឹងគឺគេហៅថាពូភូមិរីបងប្អូនខ្លះជាពិសេសចាស់គាត់តែងតែបានស្ដាប់បទចម្រៀងហើយភូមិរីអភ័ព្វអញ្ចឹងណាគឺសំដៅដល់សត្វស្លាបទូចដែលក្រេបទឹកដមជាអាហារហ្នឹងហើយប៉ុន្តែនៅពេលដែលផ្កានឹងចាប់ផ្ដើមអស់ទឹកដមទៅវាទៅជាអភ័ព្វបាទអញ្ចឹងលោកបដូចទៅជាដូចជាឃ្មុំអញ្ចឹងភូមិរីអភ័ព្វហ្នឹងគឺចង់សំដៅរបៀបអញ្ចឹងណាបាទហើយតកតងនឹងសត្វឃ្មុំនេះជាសត្វមួយដែលពិសេសជាងគេបំផុតបាទដោយសារតែសត្វឃ្មុំហ្នឹងគឺវាមានអង្គការចាត់តាំងបាទវាមានអង្គការចាត់តាំងតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមច្បាស់លាស់បាទច្បាស់លាស់ហ្នឹងហើយច្បាស់លាស់អញ្ចឹងបានជាហើយសត្វឃ្មុំនេះគឺជាចម្ពោះសត្វដែលរស់នៅជាក្រុមជាសង្គមបាទរស់នៅជាក្រុមជាសង្គមមួយមានរចនាសម្ព័ន្ធតាមឋានានុក្រមរបស់វាឧទាហរណ៍ថានៅក្នុងសបុកអញ្ចឹងវាមានឃ្មុំកម្មករគេបែងចែកជាចំណាត់ថ្នាក់ណានៅក្នុងសបុកហ្នឹងមានឃ្មុំកម្មករមានឃ្មុំកម្មករគេហៅ bee worker ឃ្មុំធ្វើការហើយនឹងមានឃ្មុំមានឃ្មុំឈ្មោលសម្រាប់ការបន្តពូជមានឃ្មុំខ្វិនម្ចាស់ស្ត្រីឃ្មុំសម្រាប់ការគ្រប់គ្រងបាទហើយនៅក្នុងសម្បុករបស់ឃ្មុំហ្នឹងមានចែកជាផ្នែកច្រើនទៀតអញ្ចឹងណាបងប្អូនបាទមានចែកជាផ្នែកច្រើនទៀតខ្ញុំនឹងជម្រាបជូនបងប្អូនលម្អិតតាមក្រោយទៀតអានឹងពាក់ព័ន្ធនឹងរឿងសត្វឃ្មុំបាទហើយបងប្អូនខ្លះគាត់តែងតែបានដឹងថាគេតែងតែបដូរសត្វឃ្មុំថាសូមរស់ដូចសត្វឃ្មុំកុំរស់ដូចរុយហេតុអ្វីបានជាឲ្យមនុស្សយើងនឹងរៀនរស់ដូចសត្វឃ្មុំហើយកុំឲ្យរៀនរស់ដូចសត្វរុយហេតុអ្វីពីព្រោះថាសត្វឃ្មុំនេះគឺជាសត្វមួយយ៉ាងដែលមិនចេះបំផ្លាញគេបាទហើយជាការជួយគេទៅទៀតបាទហើយបើយើងប្រៀបធៀបទៅនឹងបុព្វហេតុជាតិ
ក្នុងការការពារសម្បុកក្នុងការការពារជាតិគឺសត្វឃ្មុំសុចិត្តពលីជីវិតដើម្បីការពារជាតិអញ្ចឹងហើយបានជាបុរាណលោកប្រៀបធៀបថាសូមរស់ដូចសត្វឃ្មុំកុំរស់ដូចរុយអានឹងដោយសារតែមានចំណុចពិសេសទៀតដែលយើងត្រូវរៀនសូត្រជាមួយខ្ញុំឃ្មុំហើយនឹងជួបជាមួយខ្ញុំនៅពេលក្រោយទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូបង្ហាញជូនបងប្អូនជាចំណេះដឹងពាក់ព័ន្ធនឹងសត្វឃ្មុំបាទហើយមួយទៀតក៏សង្ឃឹមថារាល់វីដេអូរបស់ខ្ញុំនឹងចែកជូនជាចំណេះដឹងថ្មីដល់បងប្អូនហើយឃើញថាល្អឃើញថាមានប្រយោជន៍ដល់សង្គមជាតិសង្គមទូទៅបងប្អូនកុំភ្លេចបាទជួយ like និងជួយ share ប្អូនមួយផងបាទដើម្បីឲ្យចំណេះដឹងហ្នឹងកាន់តែទលំទលាយទៅកាន់បងប្អូនហើយខ្ញុំនឹងធ្វើការបាត់បង្ហាញបងប្អូនបន្តទៀតអំពីការវិភាគទឹកឃ្មុំបាទការវិភាគទឹកឃ្មុំហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើវីដេអូខ្លីប៉ុណ្ណឹងសូមអរគុណណាបងប្អូនបាទជម្រាបលា